បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានសូមបង្ហាញអំពីរបៀបនៃការឆែកមើលដំណើរការអន្តោប្រវេសន៍បន្ទាប់ពីយើងបានប្រឡងជាប់ភាសាកូរ៉េនិងបានដាក់ពាក្យស្វែងរកការងារធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ទាប់មកបងប្អូនបានបង្កើតនៅ ID password សម្រាប់ឆែកតាមដានមើលឈ្មោះរបស់យើងថាតើគេបញ្ជូនដល់ណាហើយអញ្ចឹងសូមគ្នាយើងចូលមកក្នុង Google ជ្រុំរកពាក្យថានេះមានស្រាប់ www.epa.go.kr login មកបាទសូមយកកន្លែងនេះ www.epa.go.kr នៅពេលដែលចេញបែបនេះដើម្បីឲ្យងាយស្រួលបងប្អូនចូលទៅដូរភាសាមកជាភាសាខ្មែរយើងចុចកន្លែងនេះយកពាក្យ Cambodia ចុចពាក្យ Go នេះដូរមកជាភាសាខ្មែរយើងហើយអញ្ចឹងប្រឡោះខាងលើនេះគេឲ្យយើងវាយនៅ ID ដែលបងប្អូនបានបង្កើតហើយខាងក្រោមនេះគឺយើងវាយនៅ password អញ្ចឹងខ្ញុំសូមបិទបន្តិចចំណែកខាងក្រោមនេះគឺយើងវាយនៅ password បន្ទាប់មកយើងចុចពាក្យថា login សូមចាំបន្តិចនៅពេលដែលចេញបែបនេះបាទនៅក្នុងឆ្នាំ2025នេះគឺមានការអាប់ដេតខុសពីឆ្នាំមុនគេឲ្យយើងបំពេញឆ្នាំខែនិងថ្ងៃអញ្ចឹងយើងសរសេរក្នុងប្រឡោះនេះមកបាទអញ្ចឹងគេឲ្យយើងបំពេញឆ្នាំមុនបន្ទាប់មកខែបន្ទាប់មកថ្ងៃឧទាហរណ៍ដូចជាបងប្អូនកើតនៅក្នុងឆ្នាំ2005ខែ5ទី12អញ្ចឹងយើងសរសេរត្រឹមតែ2លេខបានហើយធ្វើម៉េចឲ្យបាន6លេខណាដូចជាឆ្នាំ2005យើងសរសេរលេខ0បន្ទាប់មកសរសេរលេខ5ទី5យើងសរសេរលេខ0បន្ទាប់មកសរសេរលេខ5ទី12យើងសរសេរទី12ធម្មតាអញ្ចឹងសរុបទាំងអស់គឺមានចំនួន6លេខប៉ុណ្ណឹងអញ្ចឹងខ្ញុំសូមវាយនៅថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំណាបងប្អូនណាសូមអព្យាស្រ័យសូមបិទបន្តិចបាទនៅពេលដែលយើងវាយឆ្នាំខែទីចូលហើយសូមបងប្អូនចុចពាក្យ nick ពេលដែលចេញបែបនេះសូមបងប្អូនចូលមកកន្លែងមើលដំណើរការអន្តោប្រវេសន៍ចុចកន្លែងនេះមកបាទនេះគឺយើងមើលឈ្មោះរបស់យើង
បាទខាងលើនេះគឺជាថ្ងៃដែលយើងប្រឡងជាប់ហើយប្រឡោះទី2នេះគឺថ្ងៃដែលក្រសួងខ្មែរយើងបានបញ្ជូនទៅឲ្យក្រសួងកូរ៉េបាទហើយកន្លែងនេះយល់ព្រមទទួលបានន័យថាខាងក្រសួងកូរ៉េហ្នឹងគឺគេពិនិត្យផ្ទៀងផ្ទាត់ត្រឹមត្រូវហើយគេក៏យល់ព្រមទទួលនេះណាមានឆ្នាំខែថ្ងៃទីច្បាស់លាស់កន្លែងនេះបានន័យថាក្រសួងកូរ៉េទទួលយល់ព្រមហើយគាត់ចាំឲ្យតកែកូរ៉េមករើសឈ្មោះរបស់យើងចំណែកកន្លែងនេះបាទពណ៌ QQ នេះបានន័យថាតកែហ្នឹងគឺគាត់ព្រមទទួលឈ្មោះរបស់យើងហើយអញ្ចឹងគាត់ក៏បានរៀបចំឯកសារគឺមានការចេញជូនបាទនេះការអនុញ្ញាតការងារណាគឺការចេញជូនហើយមកដល់កន្លែងនេះគឺការបញ្ជូនកិច្ចសន្យាស្តង់ដារបានន័យថាពេលហ្នឹងគឺភាគរយខ្ពស់ហើយដែលតកែគាត់រើសយកយើងបាទកន្លែងហ្នឹងបាទហើយមកដល់នេះគឺការចុះកិច្ចសន្យាស្តង់ដារការងារបានន័យថាពេលហ្នឹងគឺខាងក្រសួងខ្មែរយើងបានតាក់ទងមកយើងនឹងបានន័យថាឲ្យទៅចុះឈ្មោះចូលរៀននិងត្រៀមបង់លុយផ្សេងនឹងរៀនវគ្គខ្លីនៅក្រសួងការងារបាទកន្លែងនេះគឺខាងក្រសួងកូរ៉េម្ដងបានផ្ដល់សិទ្ធិអនុញ្ញាតឲ្យចូលពីក្រសួងយុទ្ធភ័ពកូរ៉េណាបានន័យថាកន្លែងហ្នឹងគឺក្រសួងយុទ្ធភ័ពកូរ៉េបានពិនិត្យផ្ទៀងផ្ទាត់ឈ្មោះរបស់យើងហ្នឹងគឺសុចរិតត្រឹមត្រូវមិនពាក់ព័ន្ធបទល្មើសផ្សេងនៅក្នុងប្រទេសកូរ៉េអីទេបាទគឺគេចេញជូនហើយមកដល់កន្លែងនេះគឺការបរិច្ឆេទចេញដំណើរបណ្ដោះអាសន្នណាបានន័យថាយើងឡើងយន្តហោះពីប្រទេសខ្មែរទៅប្រទេសកូរ៉េដើម្បីធ្វើការនឹងបណ្ដោះអាសន្នទេនៅឆ្នាំ2025ខែ3ទី10នឹងបណ្ដោះអាសន្នវាអាចមុននឹងឬក៏ក្រោយនឹងណាយឺតជាងនឹងឬក៏លឿនជាងនោះមកដល់កន្លែងនេះការបរិច្ឆេទចេញដំណើរផ្លូវការហើយនេះកន្លែងនេះគឺផ្លូវការណាគឺ100%ដែលយើងត្រូវធ្វើដំណើរពីប្រទេសកម្ពុជាទៅប្រទេសកូរ៉េនេះថ្ងៃទី2025ខែ3ទី10អូខេអញ្ចឹងមកដល់កន្លែងនេះបានន័យថាយើងទៅដល់ប្រទេសកូរ៉េហើយអញ្ចឹងចាប់ផ្ដើមធ្វើការងារនេះនៅថ្ងៃនៃឆ្នាំ2025ខែ3ទី12អញ្ចឹងការពិនិត្យផ្ទៀងផ្ទាត់មើលឈ្មោះអញ្ចឹងការពិនិត្យផ្ទៀងផ្ទាត់មើលដំណើរការអន្តរប្រវេសន៍មើលឈ្មោះរបស់យើងតាំងពីកម្មទី1រហូតមកដល់ទីបញ្ចប់គឺចប់ត្រឹមការចាប់ផ្ដើមធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយសម្រាប់កន្លែងនេះអ្នកដែលចង់មើលនៅរោងចក្រខ្លួនឯងបងប្អូនអាចចុចកន្លែងនេះមកយើងចង់ដឹងថាតើរោងចក្រតូចឬក៏ធំរោងចក្រយើងយ៉ាងម៉េចទីតាំងជុំវិញនឹងចុចកន្លែងនេះមកបាទនេះគឺជារោងចក្ររបស់គាត់ដែលគាត់កំពុងតែធ្វើការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងរោងចក្រខាងផ្នែកគ្រឿងឡានរោងចក្រនេះគឺធំមែនតែនឥឡូវយើងមើលជុំវិញបាទទីតាំងគឺល្អមែនតែនគឺសុទ្ធតែរោងចក្រតែម្ដងនេះយើងមើលជុំវិញរោងចក្ររបស់គាត់អូខេមួយជួរនេះគឺជារោងចក្ររបស់គាត់ធំមែនតើណាអូខេការឆែកមើលឈ្មោះគឺមានតែប៉ុណ្្នឹងឯងនឹងបងប្អូនឆែកមើលតាមនឹងទៅដឹងហើយបាទសូមអរគុណច្រើនជូនពរឲ្យសំណាងល្អទាំងអស់គ្នា